លើកយកព័ត៌មានថ្មីដែលនាយកដ្ឋានទទួលបន្ទុកខាងរៀបផែនការសេដ្ឋកិច្ចជាន់ខ្ពស់នៅប្រទេសចិនបានឲ្យដឹងថាចិនមានជំនឿទុកចិត្តយ៉ាងមាំថាខ្លួននឹងបានសម្រេចជោគជ័យក្នុងសេចក្តីចម្រើនសេដ្ឋកិច្ច GDP 5% ឆ្នាំ2025នេះយើងមានជំនឿជឿជាក់ពេញលេញថាយើងអាចនឹងបានទៅដល់គោលដៅនៃសេចក្តីចម្រើនខាងសេដ្ឋកិច្ច 5% ដែលជាសេចក្តីចម្រើនសម្រាប់ឆ្នាំ2025នេះទោះបីប្រទេសចិនត្រូវប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក៏ដោយនេះគឺតាមពាក្យសម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃអង្គភាពរៀបផែនការសេដ្ឋកិច្ចមជ្ឈិមឲ្យដឹងកាលពីថ្ងៃច័ន្ទទី28ខែមេសាឆ្នាំ2025នេះយើងមាននយោបាយបំរុងទុកហើយនឹងមាននយោបាយលទ្ធភាពច្រើនយ៉ាងនេះគឺជាសម្ដីរបស់លោកចៅចិនសិននាយករងនៃគណៈកម្មាធិការជាតិទទួលបន្ទុកការអភិវឌ្ឍនិងកែតម្រង់ទោះបីជាស្ថានភាពអន្តរជាតិវិវត្តទៅយ៉ាងណាក៏ដោយក៏យើងយកចិត្តទុកដាក់លើគោលដៅនៃការអភិវឌ្ឍរបស់យើងហើយនឹងសម្រុកចាត់ចែងកិច្ចការយើងបានល្អឥតខ្ចោះទេយើងមានសេចក្តីជឿជាក់ពេញទំហឹងថានៅក្នុងឆ្នាំនេះសេចក្តីចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមគឺនឹងសម្រេចជោគជ័យទៅតាមគោលដៅកំណត់សេចក្តីថ្លែងឲ្យដឹងនេះបានផ្សព្វផ្សាយចំពេលដែលប្រទេសចិនប្រជាមានិតកំពុងតែមានការប្រឈមសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុជាមួយនឹងអាមេរិកការគម្រាមដាក់ទណ្ឌកម្មឬការគម្រាមដំឡើងពន្ធនាំចូលលើទំនិញនៃមហាយៈសេដ្ឋកិច្ចទាំងពីរបានធ្វើឲ្យពិភពលោកជ្រួលច្របល់យ៉ាងខ្លាំងហើយការដែលកំពុងតែមានប្រទេសនីមួយៗប្រឹងប្រែងទប់ស្កាត់នៅការវាយលុកខាងពាណិជ្ជកម្មពីបណ្ដាប្រទេសដទៃក៏ទីក្រុងប៉េកាំងបានគូសបញ្ជាក់ហើយគូសបញ្ជាក់ទៀតថាសាធារណរដ្ឋប្រជាមានិតចិនមានលទ្ធភាពគ្រប់គ្រាន់មិនព្រួយបារម្ភឡើយក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនឲ្យបានសម្រេចគោលដៅ 5% សម្រាប់ឆ្នាំ2025នៅពេលដែលចិនកំពុងតែសម្រុកបដិញ្ញាបោះពួយកសាងសេដ្ឋកិច្ចរបស់ខ្លួនសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងថមថយចុះប្រមាណជាជិត 1% នៅសល់តែ1កណ្ដកសញ្ញា 8% នៃសេចក្តីចម្រើន GDP តែប៉ុណ្ណោះភាពខុសគ្នាខ្លាំងនៃសេចក្តីចម្រើនរបស់សេដ្ឋកិច្ចចិននិងសេចក្តីចម្រើននៃសេដ្ឋកិច្ចអាមេរិកត្រូវបាន
អ្នកសង្កេតការណ៍សេដ្ឋកិច្ចពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងព័ត៌មាននេះគឺទើបនឹងចេញសម្រាប់ថ្ងៃច័ន្ទនេះដែលចិនបដិញ្ញាថាសេដ្ឋកិច្ចទោះបីមានការទាស់ទែងជាមួយអាមេរិកក៏ដោយក៏ចិននឹងសម្រេចបាននៅគោលដៅរកសេចក្តីចម្រើនខាងសេដ្ឋកិច្ចឆ្នាំ2025ឲ្យសម្រេចគោលដៅចម្រើន GDP 5%នៅពេលអាមេរិកកំពុងតែថយចុះផ្នែកសេចក្តីចម្រើនសេដ្ឋកិច្ចជិត 1% មកនៅសល់តែ1កណ្ដកសញ្ញា8%តែប៉ុណ្ណោះបងប្អូនស្ដាប់ឮឃើញហើយថាចិនចម្រើនខ្លាំងណាស់ចុះមិនបានប្រជាជនអត់ការងារធ្វើហើយអត់បាយនេះឆ្លោះបញ្ចាំងថាសេចក្តីចម្រើនរបស់ចិនយ៉ាងណាបាទសេចក្តីចម្រើនរបស់ចិនយ៉ាងណាបើសិនជាគេយកសេចក្តីចម្រើនរបស់ចិន 5% ចែកនឹង2សេចក្តីចម្រើនរបស់ចិនក៏2កណ្ដកសញ្ញា 5% ដែរពោលគឺសេចក្តីចម្រើនរបស់ចិនវាខ្ពស់ជាងសេចក្តីចម្រើនរបស់សហរដ្ឋអាមេរិកហើយចុះមិនបានស្រុកចិនអត់ការងារធ្វើហើយអត់បាយហូបនេះគឺជារឿងមួយដែលយើងត្រូវស្វែងយល់បាទជំរាបសួរសាជាថ្មីម្ដងទៀតថំសុខភាពថ្ងៃនេះទប់ទល់ជាងធ្វើកិច្ចការហើយក៏គាត់ទៅផ្ទះខ្ញុំក៏បោសជូតហើយក៏ចូលសម្រាកងើបប្រហែលជាម៉ោង7:10យប់ហើយទៅបោសជូតនៅខាងក្រោមអីហើយទៅរៀបចំខ្លួនម៉ោង11:30នាទីចិត្តរំលងអាត្រៀតនេះក៏ធ្វើ show ទៅបាទសុកសែមសួរថាការចរចាសេដ្ឋកិច្ចកម្ពុជានិងអាមេរិកចេញជាលទ្ធផលឬនៅតាមខ្ញុំស្ដាប់សម្ដីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលនិយាយនៅក្នុងទីសាធារណៈមិនឮសូរថាការចរចារវាងប្រទេសកម្ពុជានិងអាមេរិកមានដំណើរការទេប្រហែលជាកំពុងតែតាក់ទងគ្នាឬយ៉ាងណាខ្ញុំអត់ដឹងខ្ញុំគ្រាន់តែដឹងថាប្រទេសវៀតណាម Thailand Indonesia Malaysia Singapore Philippines ដែលជាបណ្ដាប្រទេសនៅក្នុងអាស៊ានក៏ពុំទាន់បានសម្រេចការចរចាពាណិជ្ជកម្មរវាងប្រទេសសាមីនិងសហរដ្ឋអាមេរិកនៅឡើយដែរប្រទេស Thailand ឧបនាយករដ្ឋមន្ត្រីថៃទើបតែនឹងនិយាយឲ្យដឹងថាការដែលដកខ្លួនថយពីកិច្ចចរចាណាការដែលដកខ្លួនថយពីកិច្ចចរចាគឺត្រូវយកពេលដើម្បីឲ្យភាគីថៃឡង់សង្កេតការចរចារវាងសហរដ្ឋអាមេរិកនិងដៃគូពាណិជ្ជកម្មធំថាតើគេចរចាដោះស្រាយដូចម្ដេចទើប Thailand យកបទពិសោធន៍ពីការសង្កេតនោះទៅរៀបចំរបៀបវរៈធ្វើការចរចាជាមួយនឹងភាគីសហរដ្ឋអាមេរិកតាមក្រោយគំនិតនេះខ្ញុំគិតថាជាចម្លើយត្រឹមត្រូវមួយគឺការចរចាចំពោះ reciprocal tariff របស់រដ្ឋការ Donald Trump គឺជាការចរចាថ្មីចាស់ក្នុងកិច្ចចរចាពាណិជ្ជកម្មពិភពលោកភាគីចរចាត្រូវសិក្សារករបត់នៃការចរចាឲ្យបានត្រឹមត្រូវជៀសវាងកុំឲ្យមានការភ័ន្តច្រឡំនឹងគ្នាគំនិតនេះគឺពិត
ចុះយន្តហោះកាលពីល្ងាចមិញប្រធានាធិបតី Donald Trump បានបបាច់បបោចជាមួយនឹងអ្នកសារព័ត៌មាននៅឯចំណតអាកាសយានដ្ឋាននៃរដ្ឋ New Jersey នៅពេលដែលគាត់នឹងឡើងអូតថាមភាគចក្រឆ្ពោះទៅកាន់វាលយន្តហោះធំដើម្បីនឹងជិះយន្តហោះចេញមកទីក្រុង Washington DC ល្ងាចនេះគាត់បបាច់បបោចមួយចំនួនខ្ញុំក៏បានស្ដាប់បបាច់បបោចរបស់គាត់នៅនិយាយដដែលបានសេចក្តីថានៅក្នុងសប្តាហ៍នេះតាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍ដែលត្រាំនិងភរិយាបានធ្វើដំណើរទៅចូលរួមក្នុងពិធីបញ្ចុះសពសម្ដេចប៉ាប Francis នៅឯទីក្រុង Vatican ហើយវិលត្រឡប់មកវិញហាក់ដូចជាចុងសប្តាហ៍នេះគ្មានព្រឹត្តិការណ៍អ្វីខ្លាំងក្លានៅក្នុងនយោបាយអាមេរិកប៉ុន្មានទេមានរឿងកំពេចកំប៉ុកអង្គកំប៉ុងផ្ទៃក្នុងអាមេរិកខ្លះដូចជាការពាត់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់នៅតាមទីនានានឹងចំណុចមួយដែលខ្ញុំមិនលើកយកមកអធិប្បាយទេពីព្រោះវាមិនតាក់ទងនឹងប្រិមិត្តមានការចាប់បាននៅចៅលួចកាបូបរបស់លោកស្រីណាអឹមរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិលើផ្ទៃប្រទេសលោកស្រីគ្រីស្ទីណូអែមបាទលោកស្រីគ្រីស្ទីណូអែមដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខលើផ្ទៃប្រទេសហៅថា Secretary of Homeland Security ដែលគាត់អង្គុយទទួលទានអាហារជាមួយចៅគាត់នៅក្នុងទិវានៃ Easter បានត្រូវចោលយកជើងគៀសយកកាបូបគាត់ទៅបាត់នៅក្នុងនោះមានទាំងកាតការងាររបស់គាត់ប៉ាសពតហើយនឹងសាច់ប្រាក់ប្រមាណ$3,000ឥឡូវនេះជាប់ចោតបានត្រូវចាប់ខ្លួនហើយតែគេមិនបង្ហាញអត្តសញ្ញាណរបស់ជនជាប់ចោតនោះទេប៉ូលីសនៃរដ្ឋធានី Washington DC សហការជាមួយនឹងអង្គភាពសម្ងាត់នៃរដ្ឋការ Donald Trump The Secret Service បានឲ្យដឹងថាជនជាប់ចោតត្រូវចាប់ខ្លួនហើយជនជាប់ចោតមិនមែនជាមនុស្សបណិចរទេគឺជាជនខុសច្បាប់ចោលដែលធ្លាប់ប្រព្រឹត្តចោរកម្មជាក្រុមនៅក្នុងតំបន់រាជធានីប៉ូលីសបានឲ្យដឹងទៀតថាចោរដែលវាលួចកាបូបរបស់លោកស្រីគ្រីស្ទីណូអឹមវាមិនដឹងថាលោកស្រីជារដ្ឋមន្ត្រីទេវាអត់ដឹងទេវាប្រហែលជាមិនចាប់ផ្លឹកមិនដឹងថាជារដ្ឋមន្ត្រីទៀតវាឃើញអង្គុយលេងជាមួយនឹងក្មេងបាយនៅតុហ្នឹងក៏វាយកជើងគៀសយកកាបូបបាត់ទៅហើយឥឡូវនេះគេចាប់បានហើយបាទគេចាប់បានហើយរងចាំថាតើអ្នកដែលចាប់នឹងជាសមត្ថកិច្ចរាជធានីពលគឺប៉ូលីសនៃ Metropolitan Washington DC ដែលហៅថា DC Police Department ជាអ្នកចាប់នឹងជាប៉ូលីសឬក៏អ្នកចាប់នឹងជាក្រុមសម្ងាត់ចាប់ក្រុមសម្ងាត់អត់មានសិទ្ធិចាប់ទេអត់មានសិទ្ធិស៊ើបអង្កេតទេតែអាចពឹងទៅលើក្រសួងការិយាល័យ
សហព័ន្ធខាងស៊ើបអង្កេត FBI អីជួយតែបើ Secret Service គាត់មិនមែនជាអ្នកចាប់ចោលទេតើនៅពេលដែលគេចាប់បាននោះគេធ្វើបទចោទប្រកាន់ដូចម្ដេចអាមេរិកកាំងចោលរួចខ្លួនបាទចោលស្រួលណាស់ចោលមានចោលគេឲ្យយុត្តិធម៌ណាតែមនុស្សដូចខ្ញុំអីគ្មានណាឲ្យយុត្តិធម៌ទេបាក់ថ្មិញបងប្អូនឃើញហើយមនុស្សអត់មានច្បាប់ចូលអាមេរិកគ្រាន់តែចាប់បញ្ជូនទៅវិញហ្នឹងណាមានគណៈបកមួយបណ្ណាណីគេគាំពៀមនុស្សគាំពៀគ្រប់កន្លែងគាំពៀចោលមានចៅក្រមមានអីគាំពៀចោលគេគាំពៀណាស់ចោលបាទដែលជាបារម្ភជាការព្រួយបារម្ភរបស់ពួកខ្ញុំថាបើសិនជាស្រុកហ្នឹងគេគាំពៀតែចោលឯងអ្នកបងប្អូននេះមិនដឹងយ៉ាងណាទេតែខ្ញុំស្រឡាញ់អាមេរិកខ្ញុំក៏នៅអាមេរិកទៅបាទខ្ញុំក៏រស់នៅអាមេរិកទៅប៉ុន្តែខ្ញុំឃើញពេញភ្នែកតុលាការយកចិត្តទុកដាក់នឹងការពារសិទ្ធិចោលអត់ឲ្យបាត់សិទ្ធិទេបាទដូចជាពេលថ្មីនេះមានការចោទប្រកាន់រដ្ឋាភិបាលត្រំថាបានបញ្ជូនកូនដែលកើតនៅលើដីអាមេរិកមានសញ្ជាតិអាមេរិកកាំងឲ្យទៅស្រុកម៉ែឪវាវិញគេអត់បានបញ្ជូនទេតែម្ដាយវាខុសច្បាប់វាទៅវិញយកកូនវាទៅណាកាសែតខំប្រឹងជំទាវថារដ្ឋបាលត្រំនឹងបញ្ជូនមនុស្សដែលមានសញ្ជាតិអាមេរិកកាំងចេញក្រៅប្រទេសដូច្នេះហើយមេឌៀ99% នៅសហរដ្ឋអាមេរិកគឺនិយាយមូលបង្កាច់ហើយមូលបង្កាច់អ្នកណាមូលបង្កាច់ត្រំហ្នឹងពីព្រោះគេទាំងអស់គ្នាហ្នឹងមិនចង់ឲ្យនយោបាយរបស់ដូណាល់ត្រុំហ្នឹងដំណើរការក៏ដូចជាពិភពលោកទាំងមូលមិនចង់ដែរមិនចង់ឲ្យនយោបាយត្រំដំណើរការទេហើយចុះខ្ញុំជាពលរដ្ឋអាមេរិកខ្ញុំអត់បានបោះឆ្នោតអញ្ចឹងខ្ញុំអង្គុយមើលហើយប្រុងប្រយ័ត្នបើគេងាកទៅឆ្វេងត្រូវធ្វើម៉េចរស់នៅឆ្វេងបើគេនៅកណ្ដាលរស់នៅកណ្ដាលបើគេទៅស្ដាំរស់ពីព្រោះខ្ញុំអត់បានបោះឆ្នោតទេហើយខ្ញុំក៏អត់កាន់ជើងដែរតែមនុស្សដែលស្ដាប់ show ខ្ញុំចង់យល់ថាម៉េចស្រេចតែការយល់ដឹងខ្ញុំបង្ហាញពីគោលជំហរនៃការយល់ឃើញរបស់ខ្ញុំមិនមែនជានិន្នាការនយោបាយទេបើនិន្នាការនយោបាយខ្ញុំចុះឈ្មោះបោះឆ្នោត affiliation របស់ខ្ញុំនិន្នាការនយោបាយរបស់ខ្ញុំឯករាជ្យ independent បាទខ្ញុំអាចទទួលដឹងឮខ្លះថាខ្ញុំតូទន់ទៅរកនីតិរដ្ឋខ្ញុំមានជំនឿថាស្រុកវាត្រូវមានច្បាប់មានទម្លាប់ក៏ប៉ុន្តែច្បាប់ទម្លាប់នៅស្រុកអាមេរិកនេះល្អសើចណាស់គេនាំគ្នាធ្វើច្បាប់ទម្លាប់ទៅការពារមនុស្សខុសច្បាប់ការពារចោលគេអត់ការពារពលរដ្ឋដែលស្របច្បាប់ទេពលរដ្ឋស្របច្បាប់គេអត់ដែលនិយាយទេគេទៅការពារមនុស្សខុសច្បាប់មនុស្សដែលចូលអាមេរិកខុសច្បាប់គេខំប្រឹងការពារអាគ្នានៅនេះនោះមានច្បាប់អត់មានណាការពារទេអាហ្នឹងអញ្ចឹងណានឹងឆ្លើយទៅសុកសែមប៉ុណ្ណឹងគ្រួកូនភាសាម៉ាឡេណាបងជាងគាត់អាយុប្អូនខ្ញុំគាត់កិច្ចការខាងហ្នឹងគាត់មកមួនមនុស្សយើងកូនភាសាមួយគឺអាយុទី2គឺសុខភាពគាត់នៅសុខភាពល្អបាទសប្តាហ៍ក្រោយគាត់បានធ្វើទេគាត់សុំសម្រាប់ការងារគាត់ធ្វើកិច្ចការគាត់បងជាងគាត់មានការងារពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគាត់ធ្វើការឲ្យរដ្ឋណាបាទគាត់ធ្វើការឲ្យរដ្ឋកិច្ចការប៉ុន្តែកិច្ចការរបស់គាត់ហ្នឹងកិច្ចការជាងហើយគាត់ត្រូវការធម្មតាខែនេះផ្ទះនីមួយត្រូវធ្វើសួនធ្វើអីដាំដំណាំដាំអីជួសជុលខ្លួនឯងអីគាត់ក៏ត្រូវមានធុរៈរបស់គាត់ហើយណាមួយទៅគាត់ដកឃ្លាអញ្ចឹង
ឲ្យគាត់បានសម្រាប់ផងហើយក៏ខ្ញុំហ្នឹងរកលុយបង់ធនាគារជាពាក់គេនោះបាទចំណាយខ្ញុំនេះចំណាយទៅលើសម្ភារៈសំណង់ហើយនឹងថ្លៃជាងអញ្ចឹងខ្ញុំក៏អត់មានលុយទេខ្ញុំតក់ណាបើគាត់មិនបានមកចុងសប្តាហ៍មានន័យថាខ្ញុំបាន10ថ្ងៃរកលុយបង់ថ្លៃជាងបង់ថ្លៃសំណង់បាទហើយរឿងហើយឆាប់ហ្នឹងអ្នកណាក៏ចង់ដែរប៉ុន្តែឆាប់ពេកអត់មានលុយទេហើយក៏ខ្ញុំអាចក្រោយ3-4សប្តាហ៍ដែលខ្ញុំដួលនេះខ្ញុំអាចអង្គុយជួសជុលខ្ញុំអាចអង្គុយភាសាអង់គ្លេសថា touch up ណាកន្លែងកប៉ិកកប៉ុកដែលយើងធ្វើស្រាលបានក៏មិនមែនជួសជុលទេដូចថាគាត់លេបដល់អីចឹងខ្វះអីតិចតួចយើងដើរស្ទាបមើលប្រឡោះប្រហោងអីយើងចុះធម្មតាគាត់លេបលឿនអញ្ចឹងមានចន្លោះប្រហោងអីយើងក៏ជួសជុលហើយនឹងដោះខាត់អីតិចការដោះខាត់ការជួសជុលហ្នឹងត្រូវចំណាយ1ខែ2ខែ1ខែ2ខែតម្រាំតែស្អាតទៅបានយើងដំឡើងសាឡុងអីអង្គុយលេងអីបានណាមិនចេះរើចាញ់រើចូលបានទេវាព្រោះសំណង់កាលណាធ្វើវាទី1គឺត្រូវកម្ចាត់ធូលីឲ្យបានអញ្ចឹងជូតធូលីសពគ្រប់បើយើងបដ ாய் វាហុយពេញផ្ទះបាទទីជាតិតាពិតជាក្រកូនតាក្រតាអត់មានទេតាក្របំណុលតាបំណុលជុំទឹះកូនគ្រាន់តែចាត់ចែងតាមមធ្យោបាយហិរញ្ញវត្ថុហ្នឹងក៏ចាត់ចែងណាចាត់ចែងទេប៉ុន្តែជាប់បំណុលរហូតដែលមានអ្នកខ្លះថាបើជាប់បំណុលមិនក៏ធ្វើរបស់កាលណាយើងស្រឡាញ់យើងចេះធ្វើណាបាទនឹងឆ្លើយបន្តទៅសំណួរអ្នកដទៃទៀតសួរបាទអញ្ចឹងនៅចុងសប្តាហ៍នេះមានរឿងដូចនេះហើយឧបទ្ទវហេតុដូចជាឡានទៅបើកបុកគេនៅកាណាដានោះអានឹងរឿងតូចតាចស្លាប់មនុស្ស11នាក់រឿងតូចតាចណាចំណែកឯបោះឆ្នោតនៅកាណាដាខ្ញុំអត់អាចអធិប្បាយជូនបានទេពីព្រោះខ្ញុំមិនសូវយល់ដឹងពីនយោបាយប្រទេសកាណាដាទេថ្មីត្បិតតែចិត្តខ្លួនតែខ្ញុំចាត់ទុកប្រទេសកាណាដាជាប្រទេសស្ងប់សុខអញ្ចឹងខ្ញុំអត់ដឹងទេបាទអត់ដឹងទេហើយចំណែកឯទំនាស់រវាងឥណ្ឌានិងប៉ាគីស្ថានអាមេរិកកាំងអត់យកចិត្តទុកដាក់ប៉ុន្មានទេគ្រាន់តែអំពាវនាវឲ្យរកដំណោះស្រាយណាអំពាវនាវឲ្យរកដំណោះស្រាយនិយាយស្រួលស្ដាប់បើឯងចង់បាញ់គ្នាឲ្យបាញ់តែមិនមកម៉ែអញទេអានេះរឿងអញ្ចឹងណាហ្នឹងរឿងប៉ាគីស្ថានហើយនឹងឥណ្ឌាបាទ2ម៉ោងមុននេះសភាពការទីផ្សារភាគហ៊ុនហាក់ដូចជាមានដំណើរការល្អនៅអាស៊ីប្រទេសជប៉ុនបានឲ្យដឹងថាការរអ៊ូរទាំរបស់សហរដ្ឋអាមេរិកលើនយោបាយរូបិយប័ណ្ណយេន
ធនាគារកណ្ដាលនៃប្រទេសជប៉ុនមិនទាន់មានការឆ្លើយតបទេរឿងអីទៀតមានច្រើនតែអឺមិនតាក់ទងនឹងប្រិមិត្តបាទហើយការអួតអាងរបស់ចិនគឺបន្តរៀងរាល់ថ្ងៃអឺខ្ញុំហៅពាក្យថាអួតពីព្រោះវាលឺសូរទៅព័ត៌មានបើមិនឃើញមានអីចេញមកណាបាទมันมันមានឃើញអីចេញមកហើយការបោះឆ្នោតនៅអូស្ត្រាលីខ្ញុំអត់មានយោបល់អធិប្បាយទេព្រោះខ្ញុំអត់ស្គាល់ប្រព័ន្ធនិងសហគមន៍នយោបាយអូស្ត្រាលីខ្ញុំអត់ស្គាល់ទេខ្ញុំអត់អាចនិយាយបានទេបាទអត់អាចនិយាយបានទេចំណែកឯចំនួនមនុស្សស្លាប់នៅក្នុងការផ្ទុះដ៏ធំនៅកំពង់ផែធំមួយនៃប្រទេសអ៊ៃរ៉ង់ហៅថាបានដាអាបាសកំពង់ផែបានដាអាបាសចំនួនមនុស្សស្លាប់ឡើងដល់ជាង40នាក់របួសជិត1000នាក់តែអត់មានរឿងអីចោទប្រកាន់អ្នកណាទេបាទប្រធានាធិបតីត្រាំអំពាវនាវឲ្យរុស្ស៊ីផ្អាកការវាយប្រហារតាមកំជ្រួចទៅលើយូក្រែនរ៉ូប៊ីយ៉ូមន្ត្រីការបរទេសអាមេរិកក៏នៅតែនិយាយដដែលថាបើភាគីទាំងសងខាងគ្មានឆន្ទៈទេអាមេរិកនឹងដើរចេញពីការស្វែងរកសន្តិភាពឲ្យយូក្រែនណាចំណែកការបញ្ចុះសពរបស់សម្ដេចប៉ាហ្វ្រាន់ស៊ីសដែលធ្វើទៅនៅថ្ងៃសៅរ៍កន្លងទៅនេះមានមនុស្សជាង30000នាក់ចូលរួមតែប៉ុណ្ណឹងនេះព័ត៌មានខ្ញុំអាប់ដេតជូនអឺកូនប្រសាតើលោកពូអាចនិយាយបន្ថែមរឿងត្រាំទៀមទាឲ្យប្រជាប៉ាណាម៉ានិងស៊ុយអេតមិនគិតថ្លៃរឿងនេះมันមានអីអធិប្បាយទេក្មួយអាមេរិកកាំងតាមសេចក្តីថ្លែងរបស់ប្រធានាធិបតី Donald Trump ដែលគាត់និយាយនឹងធ្វើឲ្យក្មួយរៀងដូចជាមិនសូវយល់តែខ្ញុំស្រាយជូនក្មួយឲ្យងាយយល់សម្ដីរបស់ Donald Trump គឺជាសម្ដីប្រធានាធិបតីនៃសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកគិតថាខ្លួនមានអំណាចលើ Panama Canal មានន័យថាសហរដ្ឋអាមេរិកចាត់ទុកថាខ្លួនមានអំណាចលើព្រែកជីកប៉ាណាម៉ាហើយក៏ចាត់ទុកថាខ្លួនមានអំណាចលើព្រែកជីកស៊ុយអេត្រង់ពាក្យថាអំណាចនោះគឺអធិពលដែលគាំពែផ្លូវដឹកជញ្ជូនពីរហ្នឹងដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកនៅក្នុងពិភពលោកទាំង5ណាក្មួយណាដូច្នេះហើយសម្ដីរបស់ត្រាំគឺបង្ហាញនៃអំណាចរបស់ត្រាំថាអាមេរិកមានអំណាចលើផ្លូវដឹកជញ្ជូនព្រែកជីកប៉ាណាម៉ានិងព្រែកជីកស៊ុយអេណាដូច្នេះនាវាចររបស់អាមេរិកមិនត្រូវគិតលុយទេមិនត្រូវគិតលុយទេវាជាការពិតដែលព្រែកជីកស៊ុយអេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរព្រែកជីកស៊ុយអេរបស់អ៊ីជីបក៏ប៉ុន្តែអាជ្ញាធរនោះ
ទទួលបន្ទុកតែមួយផ្នែកទេសន្តិសុខនៃលំហូរចរាចរណ៍នាវានៃព្រែកជីកស៊ុយអេគឺស្ថិតនៅក្រោមការគាំពៀរបស់សហរដ្ឋអាមេរិកណាក្មួយណាអញ្ចឹងត្រង់វានិយាយថាវានិយាយសម្ដីអំណាចនិយាយស្រួលស្ដាប់ថាអញអ្នករក្សាសន្តិសុខឲ្យពួកឯងនាវាចរនៃប្រទេសអញមិនគួរយកលុយទេអានឹងសម្ដីសាមញ្ញណាប៉ាណាម៉ាពីឆ្នាំ1903មកអាមេរិកគាត់ចំណាយលុយជីកស្លាប់មនុស្សរាប់ម៉ឺននាក់គាត់យល់ថាគាត់មានអំណាចមិនគួរណាមកគិតលុយគាត់ទេសម្ដីរបស់ត្រាំគឺសម្ដីបង្ហាញថាអាមេរិកមានអំណាចឥទ្ធិពលនៅលើព្រែកជីកពីរហ្នឹងមិនគួរគិតលុយទេត្រូវឲ្យនាវាចររបស់សហរដ្ឋអាមេរិកឆ្លងកាត់អាទិភាពស្អីទៅឆ្លងកាត់អាទិភាពគឺបើរវល់ត្រូវឲ្យអាមេរិកកាំងឆ្លងមុនតែប៉ុណ្្នឹងឯណាកូនណាសម្ដីរបស់ត្រាំគឺប្រើអំណាចងាយស្ដាប់ណាអំណាចទោះបីមានអ្នកណារិះគន់ទេសម្ដីឆ្លើយម៉េះត្រាំនឹងតបមកវិញថាអត់ឆ្លើយទេរឿងអីដែលអញគាំពែឯងហើយអញត្រូវបង់លុយឯងអញឆ្ងល់ដែរនេះអញយាមឯងមិនអោយឯងមានបញ្ហាណាបើអាហ៊ូទីវាវាយនៅសមុទ្រអារ៉ាបៀឈូងសមុទ្រអេដែនបើអ៊ៃរ៉ុននឹងវាបិទច្រក Formo បើអារ៉ាបៀនស៊ីនឹងវាឆ្លោះគ្នាបើកិនយ៉ាបង្កើតអសន្តិសុខនៅក្នុងច្រកចូលសមុទ្រអារ៉ាបៀវាគ្មានអ្នកណាមួយមានសមត្ថភាពនឹងដាក់កម្លាំងទៅដោះស្រាយទេបើអសន្តិសុខកើតឡើងនៅសមុទ្រក្រហមវាអត់មានអ្នកណាមួយទៅដោះស្រាយឲ្យពួកឯងទេវាមានតែអញហើយមិនបានជានាវាអញឆ្លងកាត់កន្លែងហ្នឹងត្រូវបង់លុយឲ្យឯងនឹងមួយទៀតបើវាមានឧបទ្ទវហេតុធំនៅព្រែកជីកស៊ុយអេឧទាហរណ៍ថានាវាហ្នឹងវាស្រាប់តែវាមានគ្រោះថ្នាក់អន្តរាគមនៅលើព្រែកជីកស៊ុយអេវាហួសសមត្ថភាពរបស់អាជ្ញាធរគ្រប់គ្រងព្រែកជីកស៊ុយអេហើយមានតែប្រទេសមួយទេដែលអាចបញ្ជូននៅឧបករណ៍យក្ស heavy equipment ទៅដោះស្រាយបញ្ហាហ្នឹងគឺអាមេរិកហើយវាមិនបានអញថែទាំពួកឯងទាំងអស់ហ្នឹងហើយគ្រាន់តែនាវាអញឆ្លងអញបងលុយដែរនេះពិភពលោកគេថាអាមេរិកឆ្លើយមកចង់ឯណាធ្វើដំណើរអត់បង់លុយអីមិនក៏ឯងមានសិទ្ធិមិនបង់លុយហើយប្រជាជនខ្លះនៅកម្ពុជាឬក៏ក្មួយឆ្ងល់មិនក៏វានិយាយចឹងមែនទេវាអ្នកការពារកូនណាហេជេមសុងគាត់និយាយកាន់ជើងអាមេរិកគាត់នៅអាមេរិកអាហ្នឹងបើមិនយល់ជេមសុកនិយាយទេមិនដឹងធ្វើម៉េចទេពួកគ្នាអ្នកនិយាយណាអូខេព្រែកជីកប៉ាណាម៉ាស៊ីណារីយ៉ូដូចគ្នាកូន1903អាមេរិកចាញ់លុយអាមេរិកគាំពែហើយជាច្រមុះរបស់អាមេរិកភ្ជាប់ប៉ាស៊ីហ្វិកនិងអាត្លង់តិកបើចិនហ៊ានដាក់នាវាចម្បាំងនៅព្រែកជីកប៉ាណាម៉ាអាមេរិកវាយក្តាំងវាយអត់មានដឹងថាខុសនឹងត្រូវទេគឺវាយព្រាមពីព្រោះជាច្រមុះដកដង្ហើមនៃសហរដ្ឋអាមេរិកហើយជាព្រែកជីកដែលអាមេរិកចាញ់លុយជីកបើរដ្ឋាភិបាលប៉ាណាម៉ាចងេងចងាងផ្ដួលដូចលើកមុនអញ្ចឹងវាយម្ដងហើយនៅក្នុងទសវត្សទី80ហើយណូរ៉េហ្កាវាយក្តាំងផ្ដួលភ្លាមខ្មែរខ្លះគេថាអាមេរិកប្រើច្បាប់គៀបសង្កត់គេអាមេរិកប្រាប់ថាកុំសុំបីតែប៉ាណាម៉ាបើព្រែកជីកហ្នឹងវាតាំងនៅលើកម្ពុជាក៏អញវាយដែរព្រោះបើអញទេ
ហើយចឹងប៉ាណាម៉ាមានឯករាជ្យក៏ដោយដីនឹងដីអញពីដើមអញទួតែអាមេរិកនិយាយចឹងភាសាដែលខ្ញុំបកស្រាយគឺនិយាយចឹងអូខេណាហើយដូចជាអឺរ៉ុបសហភាពអឺរ៉ុបហើយនឹង NATO អឺរ៉ុបអន់ចិត្តនឹងរដ្ឋមន្ត្រីក្រសួងការពារប្រទេសអន់ចិត្តនឹងអនុប្រធានបតី JD Vance របស់អាមេរិកអន់ចិត្តរឿងអីអន់ចិត្តថាJD Vance សំដីឆ្លើយជាមួយនឹង Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកឆ្លើយរឿងអីវានិយាយគ្នាថាចរាចរណ៍សមុទ្រក្រហមអាមេរិកមានតែប្រមាណភាគរយទេតែអាមេរិកទៅយាមល្បាតដាក់នាវាផ្ទុកយន្តហោះអីវាយហ៊ូទីនៅតំបន់ហ្នឹងដើម្បីបើកសមុទ្រក្រហមដែល 40% នៃចរាចរណ៍ទំនិញឆ្លងទៅ Mediterranean ឲ្យអឺរ៉ុបទេអឺរ៉ុបអត់ចាញ់លុយទេអឺរ៉ុបអត់អាចមានសមត្ថភាពនឹងបើកសមុទ្រក្រហមបានទេអាមេរិកគ្រាន់តែនិយាយប៉ុណ្ណឹងសហភាពអឺរ៉ុបគេថា JD Vance ឆ្លើយមើលងាយគេឥឡូវកូនប្រសាឯងប្រាប់ពូវិញបើវាមានបញ្ហានៅច្រកម៉ាឡាកាតើឥណ្ឌូនេស៊ីហើយនិងម៉ាឡេស៊ីគ្រប់គ្រងបញ្ហាបានទេខ្ញុំឆ្លើយទៅវិញថាអត់បានទេអ្នកណាដែលបើកច្រកម៉ាឡាកាបានកម្លាំងនាវាចរទី7របស់អាមេរិកអញ្ចឹងបើសិនជាអាមេរិកនិយាយថាណែការឆ្លងកាត់ច្រកម៉ាឡាកាអត់បើសិនជាគិតលុយអត់មានយកលុយពីនាវាអាមេរិកទេម៉ាឡេស៊ីនឹងស្រែកថាអត់ fair ទេឥណ្ឌូនេស៊ីនឹងនិយាយអត់ fair ទេមិនបាននាវាចរអាមេរិកអត់ឆ្លងអត់ទេប៉ុន្តែបើមានបញ្ហាបិទច្រកម៉ាឡាកាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីអត់អាចដោះស្រាយបញ្ហានឹងបានទេកូនឯងយល់ទេកូនយល់ពូអត្ថាធិប្បាយពូស្រាយបញ្ហាឲ្យកូនឯងយល់ប៉ុន្តែបើកូនឯងថាពូនឹងគាត់កាន់ជើងតាអាមេរិកអានឹងមិនដឹងធ្វើម៉េចទេកូនសពថ្ងៃណាអត់ទាន់មានអាស៊ីកេ4ជើងណាមានលទ្ធភាពដោះស្រាយភាពទាល់ច្រកនៃពិភពលោកទេអត់មានហ្មង there is no sustainable power be able to launch intervention when any part of the world face serious crisis អត់មានប្រទេសណាទេ except America គ្មានប្រទេសណាអាចអន្តរាគមន៍បញ្ហាដែលស្ទះក្នុងពិភពលោកអត់មានទេតើឃើញដូចខ្ញុំទេឬក៏ខ្ញុំចេះតែអួតបងប្អូនឆ្លើយតិចមើលឃើញដូចខ្ញុំទេតើឃើញដូចខ្ញុំទេឬក៏ចេះតែអួតឬក៏ចេះតែអង្គុយអួតតែអាមេរិកហ៎មើលសុំខមមិនតិចមើលតើឃើញថាវាអញ្ចឹងឬក៏ចេះតែអួតណា